បងប្អូនប្រជាពលរដ្ឋមួយភាគធំក្នុងឃុំកញ្ជរស្រុកឆ្លងខេត្តក្រចេះប្រកបរបរធ្វើស្រែចម្ការក្នុងនោះដែរដំណាំដែលបងប្អូននិយមដាំភាគច្រើនមានដូចជាដំណាំកៅស៊ូស្វាយចន្ទីនិងដំណាំហូបផ្លែជាច្រើនប្រភេទដោយសារដីនៅទីនេះសម្បូរទៅដោយជីវជាតិនិងធ្វើឲ្យដំណាំលូតលាស់បានល្អនិងឆាប់បានប្រមូលផលលោកស្រីម៉ាអឹមគៀងហុកជាម្ចាស់ចំការម្នាក់នៅក្នុងឃុំកញ្ជរស្រុកឆ្លងខេត្តក្រចេះបានងាកមកដាំដំណាំលម៉ើដែលយកពូជមកពីក្រៅប្រទេសលោកស្រីបានបញ្ជាក់ថាការដាំលម៉ើនៅទីតាំងនេះដំណាំលូតលាស់បានល្អលោកស្រីបានដាំជាង 1000 ដើមនិងមានច្រើនប្រភេទសូមស្ដាប់កិច្ចសម្ភាសជាមួយម្ចាស់ចំការលម៉ើម៉ាអឹមគៀងហុកលើកឡើងពីបទពិសោធន៍នៃការដាំលម៉ើកន្លងមកឃុំកញ្ជរស្រុកឆ្លងខេត្តក្រចេះចាចំការលម៉ើរបស់ម៉ាក់អឹងគីមហុកវាមានល្បាក់ផាជាង 1000 ដើមចាលម៉ើនេះវាមានពូជញីនិងឈ្មោះសម្រាប់កាត់មួយញីនឹងយកលំអងវានឹងមករយលើផ្កាលំអងញីនឹងបានផលផ្លែអញ្ចឹងមកពីអារ៉ាប់មកពីខូនីស៊ីអីអញ្ចឹងដាំមានពណ៌ការ៉ុតពណ៌លឿងហើយនឹងពណ៌ទឹកមាសពណ៌ផ្កាឈូកពណ៌ក្រហមខែហ្នឹងនៅទេតែពាក់កណ្ដាលខែ6ខែ7គឺពេញហ្មងអ្នកខ្លះទៅក៏មកទិញដល់ចំការអ្នកយើងឲ្យយើងបោះមួយតាមផ្សារធំអញ្ចឹងទៅចាកម្រៃគឺសមរម្យដូចថាអាចយើងជីវភាពទៅបានធូរធារអីចឹងណាអាហ្នឹងយើងញ៉ាំស្រស់ជាយើងញ៉ាំស្រស់ហើយលក្ខណៈយើងធ្វើជាដូចថាកិនជាភេសជ្ជៈអញ្ចឹងណាហើយធ្វើស្រាបានទៀតតំណាប់អត់ទេតំណាប់តើតែនៅអារ៉ុបនៅខូនីស៊ីអីតែអាកាសធាតុគេក្តៅអត់ភ្លៀងអានឹងអាចធ្វើតំណាប់បានវាធំធាត់លឿនចាហើយបើដាំបានរយៈពេលតែ1ឆ្នាំកន្លះបានផលហើយចាហ្នឹងអញ្ចឹងបានថាខ្ញុំចង់ឲ្យបងប្អូនទេថាប្រជាពលរដ្ឋយើងទាំងអស់មកគ្រប់គ្រងផលិតផលខ្មែរយើងអញ្ចឹងមិនបាច់ទៅប្រទេសគេទេបើខ្មែរយើងគឺអត់មានប្រើគីមីទេធម្មជាតិសុទ្ធហ្មងដូចហូបដោយទំនុកចិត្តណាបើបងប្អូនចង់ញ៉ាំលម៉ើអញ្ចឹងទៅនៅខេត្តកញ្ចេះលេខទូរស័ព្ទ088 ចានឹងមកទីតាំងគេហៅខ្សាច់វែងនៅនឹងទីតាំងផ្ទាល់ហ្មងយើងមិនទាន់នេះថាឡានយើងវានៅតូចវាដឹកអត់បានច្រើនអញ្ចឹងណាយើងជួលឡានគេជាតូរីសអីអញ្ចឹងទៅចែកចាយនៅគ្រប់24ខេត្តក្រុងអ្នកណាដូចថាភ្ញៀវណាគេមានចង់បានអញ្ចឹងយើងទេមករកយើងទៅយើងផ្ញើឲ្យគេតាមឡានវីរៈបុណ្យធម្មអីអញ្ចឹងទៅណាអរគុណដែលថាក្រុមការងារជួយផ្សព្វផ្សាយឲ្យនាងខ្ញុំអីអញ្ចឹងឲ្យបានដូចថាផលិតផលខ្មែរបានរីកចម្រើនទៅមុខអីអញ្ចឹងទៅណា